project តាក់ទងជាមួយនឹង food delivery system ហើយចំពោះ tool ដែលយើងប្រើគឺយើងប្រើតាក់ទងជាមួយនឹង HTML CSS ហើយនៅការសរសេរ interactive អឺនៅក្នុង JS ហើយចំពោះ backend វិញគឺយើងប្រើតាក់ទងជាមួយនឹងFlash server ហើយយើងធ្វើការ store data នៅក្នុង SQLite ហើយ project នេះផងដែរខ្ញុំបានបង្កើត2 version ហើយ version មួយគឺ backend គឺប្រើអាហ្នឹងធម្មតាហើយ version មួយទៀតគឺខ្ញុំធ្វើការ change ពី Flash server ទៅ Node.js ហើយធ្វើការ store data នៅក្នុងXAMPP ប៉ុន្តែខ្ញុំនឹងធ្វើការ demo តែទាក់ទងជាមួយនឹងbackend Flash server នេះទេនៅក្នុងវីដេអូនេះនិយាយខ្ញុំធ្វើចូលដល់ demonstration មួយទៀតនៅក្នុងហ្នឹងគឺវាមានតាក់ទងជាមួយនឹង chatbot ផងដែរប៉ុន្តែខ្ញុំនឹងធ្វើការថតវីដេអូនៅពេលក្រោយដំបូងយើងត្រូវ run តាក់ទងជាមួយនឹង backend server អឺ server UI ហើយយើង go live តាក់ទងជាមួយនឹង system របស់យើងហ្នឹងទៅហើយធ្វើការ go live ជាមួយនឹងadmin page មួយទៀតហើយនេះគឺជា admin page របស់admin ដែលគាត់ធ្វើការ handle ជាមួយនឹង data នៅ system ខាងមុខដោយដំបូងឡើយបើយើងចេញពីដំបូងហ្មងគឺយើងត្រូវមើលទៅជាមួយនឹង about shop ដែលវាបង្ហាញទិន្នន័យផ្សេងៗចឹងទៅហើយមុននឹងនេះបានយើងត្រូវ log in ហើយ log in ហ្នឹងក៏ដែរយើងមានប្រភេទមិនមែនជាប្រភេទ dummy log in ទេវាគឺជាប្រភេទ authentication log in បានន័យថាតើយើង register account បានយើងចូលឧទាហរណ៍ខ្ញុំចូលឧទាហរណ៍ខ្ញុំវាយ password ទៅពីរបៀបយ៉ាងគឺវា log in អត់ចូលទេតើយើងធ្វើការ register នៅ account អញ្ចឹងយើងធ្វើការ demo ទៅនឹងការ register account ឧទាហរណ៍យើងយ៉ាយ៉ាsign in gmail.com ហើយ password ប្រើ phone number យើងដាក់អីក៏បានដាក់ទៅហើយ password គឺយើងខ្ញុំset ដាក់ 5 character អញ្ចឹងឧទាហរណ៍យើងចេះ demo យើងចេះដាក់1 5ដើមទៅ1 2 3 4 5ហើយយើងធ្វើការ confirm ជាមួយនឹង password របស់យើង5ហើយ date របស់យើងពេលណាក៏បានដែរហើយ join ទៀតនៅពេលដែលយើង register ហើយយើងធ្វើការ log in ជាមួយនឹង account មួយហ្នឹងsunday@gmail.com ហើយ password ខុសពេក1 2 3 4 5ហើយនេះគឺយើងចូលដំបូងគឺចូលមក home page របស់យើងដោយយើងអាចធ្វើការ search ទៅនឹង specific food បានដោយប៉ុន្តែ item របស់យើងគឺយើងមានតែ6ទេហើយនេះគឺយើងមានតែ6ខាត clear សិនទៅឧទាហរណ៍អានេះគឺយើងអាចធ្វើការ specific food បាន phở ហើយយើង add phở ចូលវិញធ្វើការ add ចូលខាតទៅដល់មួយកន្លែងផ្សេងៗហើយយើងចូល menu ហើយយើងយក meal key ទៀតយើងអាច add បន្ថែមជាមួយចំនួនបានហើយរបស់យើង3គ្រឿងគឺវា add ចូលហើយយើងអាចមក order ឬក៏យើងចូលពីយើងចូលពី menu ហើយយើង proceed មក order ហ្នឹងយើងធ្វើការ fill in ទៅឧទាហរណ៍ Sunday phone number ចេះតែ2ទៅវាSunday gmail.com address គឺ ITC instruction no យើងធ្វើការ load ទៅកាន់ back end server ហើយចំពោះ admin page គាត់អាចមើលទៅជាមួយនឹង order របស់គាត់ដែរនេះគឺ Sunday ហើយគាត់អាច preview គាត់អាចធ្វើការនៅពេលដែលគាត់ចម្អិនជាមួយនឹងម្ហូបអីហ្នឹងហើយគាត់អាចថា complete ហើយនឹងទិន្នន័យចូលហើយយើងអាចគាត់ថា view បានហើយគាត់អាចធ្វើការ print ជាទម្រង់transcript ឲ្យទៅកាន់ client ហើយនេះគឺជា dashboard របស់ admin គាត់អាចមើលតាក់ទងជាមួយនឹង top selling item customer spending ហើយនឹងអីផ្សេងៗទៀតហើយនេះគឺជា register user ហើយថា user ណាគាត់ login នៅពេលណាក៏អាចមើលបានទាំងអស់ហើយនេះវាជា contact info បាន contact មកហើយនេះគឺ team របស់យើងហើយ chatbot នេះធ្វើការបញ្យល់នៅពេលក្រោយហើយនេះគឺជា my account ហ្នឹងនៅពេលគាត់ login ទៅគាត់នឹងធ្វើការអាចធ្វើការ access នឹងបានហើយគាត់អាចមើលតាក់ទងជាមួយនឹងទិន្នន័យរបស់គាត់តាក់ទងជាមួយនឹង order statistic ហើយជាមួយនឹង recent order ហើយគាត់អាចមើលថាការ order របស់គាត់មួយណានៅពេលណាគឺឃើញបានទាំងអស់នេះជាទិន្នន័យនៃការ order របស់គាត់
ហើយក៏គាត់អាចធ្វើការឆេងទាក់ទងជាមួយនឹងlogo ឬក៏អីក៏បានឧទាហរណ៍នេះប៉ុន្តែ logo នេះក៏អត់ជាប់ទៅនៅ PageRank ទៅគឺបាត់ហើយយើងអាចធ្វើការ change password ឬក៏អីក៏បានដែរនេះក៏អាច change password អញ្ចឹងចំពោះវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេ